ខេទាំងអស់គ្នាឥឡូវយើងតពីមេរៀនយើងវគ្គមុនអញ្ចឹងនៅក្នុងវគ្គនេះយើងនឹងរៀន set up lighting ទាំងអស់គ្នាអញ្ចឹងតកតមួយពន្លឺវាមានអត្តពលខ្លាំងទៅលើការ render 3D វាដូចជាអំបិលប៊ីចេងអញ្ចឹងវាអាចបង្កើតមុខម្ហូបរបស់យើងអញ្ចឹងណាហើយកាលណាយើងដាក់ភ្លើងបំភ្លឺសមស្របណាមួយវាអាចបង្កើនភាពតាក់ទាញនៃសកម្មភាពប្លង់ 3D របស់យើងផងដែរអញ្ចឹងនៅក្នុងវគ្គនេះយើងនឹងសិក្សាឲ្យកាន់តែស៊ីជម្រៅអំពីសារៈសំខាន់នៃពិភពពន្លឺនៅក្នុង 3D របស់យើងទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាចូលទៅកន្លែង setting នេះមកនេះអូខេអញ្ចឹងវាចេញផ្ទាំង render setting របស់យើងអញ្ចឹងកន្លែង render នេះយើងបដូរវាមក Octane វិញមកនេះអូខេព្រោះយើងប្រើជាមួយនឹង plugin បន្ទាប់មកអ្នកទាំងអស់គ្នាខ្វែងទៅហើយយើងចូលទៅពាក្យថា Octane ហើយយើងយកពាក្យថា live view window អូខេអញ្ចឹងយើងទាញមកមួយចំហៀងមកងាយស្រួលយើង preview ណាអូខេអញ្ចឹងខ្ញុំបិទ delete ចោលសិនមកនេះខ្ញុំបិទវាកុំឲ្យវា sketch ស្កាត់ច្រើនពេកអូខេអញ្ចឹងខ្ញុំចុច preview សិនមកអូខេអញ្ចឹងវាចេញមកបែបនេះណាអញ្ចឹងនៅក្នុងកម្រិតមួយ low analyze តាក់ទងជាមួយនឹង Octane អ្នកទាំងអស់គ្នាចូលកន្លែង setting នេះមកបន្ទាប់មកវាចេញផ្ទាំងមួយទៀតដែរអញ្ចឹងតាក់ទងជាមួយនឹង direct lighting យើងដូរវាមក path tracing វិញមកហ្នឹងហើយអាហ្នឹងគឺ high ហើយណាអញ្ចឹងកាលណាយើងដាក់វាដល់តែ16000វា render ទៅយូរណាអ្នកទាំងអស់គ្នាអញ្ចឹងយើងដាក់មកល្មមមកឥឡូវខ្ញុំដាក់ត្រឹម1000សិនកន្លែង mark sample នេះហើយ GI claim ខ្ញុំដាក់1សិនអូខេហើយខ្ញុំនឹង tick ជាមួយនឹង adaptive sampling នេះធ្វើឲ្យវា clean noise ដែរណាវាជួយឲ្យយើង render លឿនផងដែរអូខេបន្ទាប់មកយើងខ្វែងវាចោលទៅអូខេបន្ទាប់មកយើង lock camera មួយអូខេឲ្យវា fit ជាមួយនឹង screen របស់យើងអូខេខ្ញុំបវល់ថយក្រោយបន្តិចអញ្ចឹងនេះគឺជាពន្លឺ default របស់ Octane របស់យើងអញ្ចឹងអ្នកទាំងអស់គ្នាអាចទៅដូរពណ៌ជាមួយនឹង sky default របស់វាបានអញ្ចឹងអ្នកទាំងអស់គ្នាចូលទៅកន្លែង setting នេះដដែលមកបន្ទាប់មកទៀតយើងចូលទៅកន្លែង setting នេះយើងទាញវាឲ្យធំនេះមកនេះកន្លែង env ណាវាពាក្យកាត់វា environment អញ្ចឹងណាអ្នកទាំងអស់គ្នាអញ្ចឹងនេះឃើញវាដាក់ពណ៌សអញ្ចឹងកាលណាយើងដូរពណ៌ទៅគឺអាហ្នឹងវាដូរពណ៌ឲ្យឃើញអត់អូខេឥឡូវខ្ញុំដាក់វា black សិនអញ្ចឹងពេល background យើងល្ងិតគឺពន្លឺគឺអត់មានជះចូលទៅលើ product របស់យើងទេដោយសារវាអត់មានជាតិអ្វីដែលជះចូលណាអ្នកនរគ្នាអូខេឥឡូវយើងនឹងបង្កើតជាមួយនឹង environment object ម្ដងអូខេអញ្ចឹងយើងចូលមកពាក្យ object ហើយយើងមើលពាក្យថា HDRI environment អូខេយើងបើកវាមកអញ្ចឹងវាអត់ទាន់ឃើញអីទេអ្នកទាំងអស់គ្នាដោយសារវា blank ពណ៌ខ្មៅដដែលបន្ទាប់មកអ្នកទាំងអស់គ្នាចុចកន្លែងផ្ទាំងខ្មៅហ្នឹងមកអូខេហើយនេះវាដាក់ថាពាក្យ file អញ្ចឹងអ្នកទាំងអស់គ្នា browse draw HDRI ណាមួយដែលយើងគិតថាវាស័ក្តិសមជាមួយនឹងប្រដាប់របស់យើងអញ្ចឹងនៅក្នុងវគ្គសិក្សានេះគឺខ្ញុំដាក់ឲ្យទៅជាមួយ HDRI អ្នកទាំងអស់គ្នាអូខេអញ្ចឹងទាំងអស់គ្នាចូលមកពាក្យថា text មកនេះកន្លែង artist workshop ណាយើងយកនឹងចូលមកអញ្ចឹងពេលដែលយើងដាក់ទៅគឺវាមានពន្លឺជះចូលមាន step អីចេញមកស្អាតហ្មងឃើញអត់ប៉ុន្តែខ្ញុំអត់ចង់បានទិសដៅបែបហ្នឹងឯងខ្ញុំនឹងសម្រួលវាបន្តិចទៀតអញ្ចឹងអ្នកទាំងអស់គ្នាអាចសម្រួលទិសដៅបានអ្នកទាំងអស់គ្នា select ទៅលើនេះ tag របស់ Octane Sky ហ្នឹងមកនេះវាមាន power វាមាន rotate x rotate y អញ្ចឹងយើង rotate x មកវាបវល់ចំហៀងណាអ្នកទាំងអស់គ្នានេះឥឡូវខ្ញុំបវល់មើលឃើញអត់អូខេអញ្ចឹងឥឡូវខ្ញុំទាញល្មមសិនអូខេអញ្ចឹងឥឡូវខ្ញុំយកប៉ានេះណាអ្នកទាំងអស់គ្នាអានេះវារៀងបាន shape រៀងគ្រាន់បើជាងមុនអញ្ចឹងបន្ទាប់ពីអ្នកទាំងអស់គ្នាបង្កើតជាមួយនឹង HDRI environment ហើយពលឺយើងខ្លះវានៅខ្សោយយើងត្រូវការជះមកនៅខាងឆ្វេងនៅខាងស្ដាំនៅពីលើឲ្យថែមទៀតអញ្ចឹងណាអញ្ចឹងវាភ្លឺតែកន្លែងនេះឯងអញ្ចឹងតកតជាមួយនឹងដូចចង្គៀងគោមនេះវាអត់ទាន់ភ្លឺស្អាតអញ្ចឹងយើងត្រូវថែមពលឺបន្ថែមទៀតអូខេអញ្ចឹងឥឡូវខ្ញុំបង្កើតជាមួយនឹង Octane Live មកអញ្ចឹងមាន Octane target និង Octane area ធម្មតាអូខេហើយខ្ញុំយកជាមួយនឹង Octane area សិនមកណាអូខេអញ្ចឹងកន្លែងនេះឃើញ black អត់ខ្ញុំបវល់វាសិនមកអូខេអញ្ចឹងអានេះគឺពន្លឺហើយអានេះពីខាងក្រោយនេះខាងមុខអូខេអញ្ចឹងយើងចង់បិទអាហ្នឹងបានណាអ្នកទាំងអស់គ្នាចុចកន្លែងនេះ light tag របស់ Octane មកហើយមើលពាក្យថា opacity នេះទាញវាចូលមកឃើញទេចឹងវាមានពន្លឺតែវាបាត់អាផ្ទាំងក្រោយហ្នឹងហើយណាអានេះលក្ខណៈវាគ្រាន់តែ high ទេតែពន្លឺវានៅតែមានអូខេ
ចឹងខ្ញុំបង្កើត target មួយណាខ្ញុំបង្កើត null មួយដើម្បីខ្ញុំពិបាកទាញចេះខ្ញុំអត់ចង់ទាញអញ្ចឹងទៅវាពលឺយើងហ្នឹងវាអត់ជះមកប្រដាករបស់យើងទេអញ្ចឹងខ្ញុំដាក់ target មួយដើម្បីយើងបង្វិលទៅឆ្វេងស្ដាំគឺពលឺហ្នឹងគឺបាញ់មកប្រដាករបស់យើងតើអត់អញ្ចឹងខ្ញុំបង្កើត null នេះមួយមកហើយខ្ញុំដាក់ឈ្មោះវា target អញ្ចឹងមកអូខេហើយ Octane នេះខ្ញុំមកស្ដាំនេះ animation text ហើយយកពាក្យថា target បន្តមកអ្នកទាំងអស់គ្នាទាញ target object នេះទាញចូលមកខ្ញុំទាញ null ចូលមកអូខេចឹងអានេះពេលដែលយើងបវល់មិនក៏វាបែរមកផលិតផលរបស់យើងដែរចាំមើលយើងចង់ទាញមិនក៏វានៅតែវិលមកជះមកលើប្រដាករបស់យើងឃើញទេវាស្រួលណាអូខេអញ្ចឹងណាលយើងនៅកន្លែងហ្នឹងគឺវាភ្ជុចមកកន្លែងហ្នឹងឥឡូវខ្ញុំទាញវាខាត់លើ live ឃើញវាទាញវាជះតាមអត់ឃើញអត់អូខេអញ្ចឹងឥឡូវខ្ញុំដាក់កន្លែងហ្នឹងសិនចំណុចកដាលដាក់កន្លែងគម្របផលិតផលរបស់យើងអូខេអញ្ចឹងខ្ញុំចាប់ផ្ដើមដាក់ជាមួយនឹង power នៃពលឺរបស់យើងអញ្ចឹងតកតងជាមួយនឹង live វាកន្លែងនេះវាមាន normal live មួយទៀតអញ្ចឹងខ្ញុំដោះវាសិនដោយសារវា normal live វាភ្លឺខ្លាំងពេកអញ្ចឹងខ្ញុំដោះវាឲ្យវាធម្មតាវិញសិនណាអូខេប៉ុន្តែវានៅតែភ្លឺព្រោះតែវាភ្លឺរៀងស្រាលជាងមុនអញ្ចឹងណាតើអ្នកឃើញនេះវាអត់ភ្លឺដូចឆេះអូខេអញ្ចឹងខ្ញុំចាប់ផ្ដើមឲ្យតម្លៃលេខជាមួយនឹង power ជាមួយសិនអញ្ចឹងអានេះដំបូងខ្ញុំដាក់វាត្រឹម 20 សិនបន្តមកទៀតខ្ញុំចូលទៅកន្លែង detail ដើម្បីតម្លើងទំហំនេះណាទំហំនេះអូខេអញ្ចឹងខ្លាចខ្ញុំទាញមកអ្នកទាំងអស់គ្នាប្រើទាញតាមខ្ញុំខ្លាចវាអត់ស្មើដៃល្អឥឡូវយើងវាយតម្លៃលេខមកហើយចាំអ្នកទាំងអស់គ្នាវាយតាមខ្ញុំមកអញ្ចឹងឥឡូវអានេះខ្ញុំដាក់វា4000ណា4500ចឹងណា4500អូខេខ្ញុំដាក់វាធំតិចមកនេះ4500អូខេយើង increase line ហ្នឹងឲ្យធំអូខេនេះយើងមើលឃើញវាជះទៅបានវាសាចពលឺចូលទៅបានស្អាតអូខេហើយមួយទៀតខ្ញុំទាញវាមកចេះតិចមកអូខេញ៉ាំអញ្ចឹងproduct របស់យើងមើលទៅឆេះហើយអញ្ចឹងពលឺតាក់ទងជាមួយនឹងពលឺរបស់យើងនឹងប្រើជាមួយនឹង texture បន្ថែមទៀតដើម្បីឲ្យ line យើងសុះស្អាតអញ្ចឹងអ្នកទាំងអស់គ្នា select កន្លែងនេះline tag នេះមកហើយមើលពីកន្លែង texture ណាអូខេយើងឃើញសញ្ញា folder នេះយើង import ទៅយក texture របស់យើងទៀតមកនេះALM2 នេះ gradient cycle នេះយើងទាញវាចូលមកនេះអញ្ចឹងឃើញវាសុះស្អាតទេដោយសារយើងប្រើ texture ជាមួយនឹង gradient អញ្ចឹងវាសុះស្អាតបើយើងអត់ប្រើទេវាពលឺខ្លាំងវាអាចឆេះណាអូខេអញ្ចឹងឥឡូវអានេះខ្ញុំដាក់វា20សិនអូខេហើយមួយទៀតយើងទាញចេះអញ្ចឹងខ្ញុំទាញដៃអ្នកទាំងអស់គ្នាទាញតាមខ្ញុំប្រហែលជាវាអាចចេញរូបរាងមកវាអត់ដូចគ្នាទេណាអ្នកទាំងអស់គ្នាអញ្ចឹងចាំវាយតម្លៃលេខតាមខ្ញុំមកខ្ញុំដាក់ប៉ុណ្ណាអ្នកទាំងអស់គ្នាដាក់ប៉ុណ្ណឹងមកបានហ្នឹងបានលទ្ធផលចេញមកគឺដូចគ្នាហ្មងអញ្ចឹងឥឡូវអានេះខ្ញុំដាក់វាចូលកន្លែង coordinate នេះអញ្ចឹងអានេះខ្ញុំដាក់វាប្រហែលជា1500អីសិនសាមើលសិនអូខេហើយអានេះខ្ញុំដាក់វា650អានេះខ្ញុំដាក់វាដក1200អូខេអញ្ចឹងខ្ញុំអាចលួចលើកអីតិចតួចទៀតអញ្ចឹងណាតើគ្នាអូខេអញ្ចឹងbackground យើងនេះអ្នកទាំងអស់គ្នាបន្ថែមតិចមកដាក់ឲ្យរៀងធំតិចមកខ្ញុំដាក់7000មករៀងរ៉េអូខេចឹងអានេះខ្ញុំដាក់ឈ្មោះវា key light អូខេចឹងអានេះខ្ញុំ increase វាបន្ថែមទៀតណាអ្នកទាំងអស់គ្នាខ្ញុំដាក់វា20ហ្នឹងឲ្យវាភ្លឺបន្តិចថែម60អូខេតោះខ្ញុំ copy វាអូខេចឹងអានេះខ្ញុំដាក់វា20មិនហើយបន្ថយវាមកវិញចឹងអានេះខ្ញុំដាក់វា light ខាងឆ្វេងអញ្ចឹងdetail ខ្ញុំដាក់វាត្រឹមតែអានេះខ្ញុំដាក់វាបន្ថែមទៀតអានេះ4000អានេះខ្ញុំដាក់វា7500អូខេអញ្ចឹងcoordinate យើងទាញវាបន្តិចមកអូ
khẽ cho nên nhầm đã vì pi pon pram rồi sẵn khẽ hay anh ấy nhầm đã vì pram rồi ha sẵn cho nên nhầm đọ nè này khẽ nhầm đã vì đọ mà rồi sam bay khẽ bị chặt viên tích như thế chính chứ anh lui tịch tiệt ấy bà này tao cái này ok ok tập mà tiết anh ấy nhầm đã vì mà phơi ok há nhầm copy mùi tiết chắc anh ấy nhầm đã vì ở kia đạt bao nhiêu thì máu anh ấy nhầm rồi vì cho kia máu chắc là sai ní nhầm đã vì thầm tại pi pon là bàn hỏi ok detail đi đọc rồi pon đi đọc rồi pon ok cho nên nhầm tia nhảy kia này đặc này là nhầm cho từ coordinate tích chắc nhầm đạo vì cái này ní nhầm đạo vì kia nhầm đạo vì bà hai chỉ buồn rồi ha thôi chưa ok hay y đo bộ mùi rồi mà ok chẳng nên nhầm đã phần năng sẵn hay dương copy vì một tiết mó chẳng nhầm đã một tiết dương chia tờ lơ này nè chia tờ lơ cho kia là bảo dương chẳng nhầm copy vì một tiết ok chẳng nên nhầm đã lõm ok phần tay cái lạnh tag ní ok cái lạnh anh ní cái lạnh tag nhầm đầu vía mò ở làm vinh á vía bánh từ cho kiếng nè nhá ok chẳng nhầm khẩn vía mà này tỉnh máu cho nhầm tiền khẩn một hồi tích ok chẳng cái lạnh detail nhầm bật thôi đi kia đấy là tao kia chẳng anh ấy nhầm đạo viết trâm pram rồi thế ok tao kia chẳng bự cái lại cho kia những việc riêng sàn tính này tao kia chẳng những cho tới light tech này máu hay những clear texture này chào mình nằm bởi những đạo bự việc kháng tích chẳng những clear cháo hay những đạo làm lại lấy vía ở pi rồi máu chẳng nó nhầm bánh mà cho kia này tao kia chẳng tập tiết nhầm copy lại vì mỗi tiền máu chẳng dừng copy line đi mất ok chẳng hạnนี้ខ្ញុំដាក់ឈ្មោះឲ្យវា top ណាថាប្រដាកអានេះខ្ញុំចាប់ដើមវាយទៅលើប្រដាកម្ដងអញ្ចឹងខ្ញុំវាយ t underscore អានេះ product ខ្ញុំវាយសកាត់ទេដាក់ flow អញ្ចឹងទៅអូខេខ្ញុំដាក់លេខឲ្យវាលេខ7អញ្ចឹងមកអានេះខ្ញុំដាក់លេខអញ្ចឹងតំណាងឲ្យងាយស្រួលចាំមើលពេលយើងដាក់ tag អញ្ចឹងខ្ញុំដាក់វាតម្លៃលេខអញ្ចឹងទីទៀតខ្ញុំបញ្យល់អ្នកទាំងអស់គ្នាតាក់ទងមួយ tag អញ្ចឹងអានេះខ្ញុំដាក់វា10បានហើយកន្លែង detail ខ្ញុំដាក់វា1300អានេះខ្ញុំដាក់វា2300អញ្ចឹងមកអូខេខ្ញុំចុចទៅ coordinate ខ្ញុំទីវាខិតទៅលើតិចអ្នកទាំងអស់គ្នាឥឡូវទីម្នេះសិនចឹងឥឡូវខ្ញុំវាយកម្ពស់វាសិនខ្ញុំដាក់វា1200អូខេចឹងអានេះ1200វាទាបពេកចឹងឥឡូវខ្ញុំរុញវាទៅខ្ពស់បន្តិចអូខេយើងទាញវាប្រឆាត់តិចមកយើងលួចយករាងការ៉េតិចមក
ចឹងនេះខ្ញុំដាក់ប៉ុណ្ណឹងណាបងប្អូនគ្នាខ្ញុំបិទ line នេះសិនក៏បានដែរអូខេឥឡូវខ្ញុំបានពលឺខាងលើហើយចឹងខ្ញុំcopy មួយទៀតមកចឹងអានេះខ្ញុំដាក់វាខាងស្ដាំម្ដងចឹងអានេះខ្ញុំដាក់វា អអូខេចឹងអានេះដាក់លេខ6វិញ line 6ចឹងអានេះខ្ញុំដាក់វា50ឲ្យភ្លឺបន្តិចហើយតកតងជាមួយនឹងdetail អានេះខ្ញុំដាក់វាទូជានឹងតិចមកទៅ1000ជាងហ្នឹងបានហើយអូខេហើយយើងចូល connect អញ្ចឹងអានេះខ្ញុំដាក់វាវាយ200ជាងសិនទៅចឹងអានេះខ្ញុំលើកtarget យើងខិតលើតិចមកអ្នកទាំងអស់គ្នាឲ្យ live វិញបាញ់ខិតលើតិចអូខេអូខេអញ្ចឹងអានេះខ្ញុំដាក់ប៉ុណ្ណឹងអញ្ចឹងខ្ញុំcopy វាមួយទៀតមកអញ្ចឹងអានេះខ្ញុំដាក់ទៅខាងស្ដាំម្ដងអញ្ចឹងអានេះខ្ញុំដាក់ L វិញមួយខាងស្ដាំមួយខាងឆ្វេងអញ្ចឹងអានេះខ្ញុំដាក់ទៅខាងឆ្វេងវិញច្រឡំខាងស្ដាំអញ្ចឹងអានេះខ្ញុំដាក់លេខ6ដូចគ្នាដែរអ្នកទាំងអស់គ្នាប៉ុន្តែវាឆ្វេងស្ដាំណាអញ្ចឹងអានេះខ្ញុំដាក់វាតម្លៃរីកស្រាលតិចមកយើងទីមកខាងនេះមកទីមកហើយម្នាក់អូខេតាគៀកតិចមកណាចឹងអានេះកន្លែង detail នេះយើងដាក់វាត្រឹម1000ថយតិចមកវាទូចតិចមកអូខេអានេះយើងដាក់វែងចឹងហើយយើងដាក់ឲ្យវែងចឹងមកអូខេបន្តមកទៀតខ្ញុំ copy វាមួយទៀតអញ្ចឹងអានេះខ្ញុំដាក់ឲ្យអក្សរ B មក back ចឹងអានេះខ្ញុំដាក់ឈ្មោះកតុយលេខឲ្យវាទៅអានេះខ្ញុំដាក់វាលេខ8មកអូខេអញ្ចឹងអានេះខ្ញុំដាក់វាពីក្រោយប្រដាករបស់យើងអ្នកទាំងអស់គ្នាអូខេខ្ញុំដាក់កន្លែងនេះមកបន្ទាប់មកទៀតកន្លែងនេះខ្ញុំដាក់វាឲ្យតិចទេកុំឲ្យខ្លាំងពេកខ្ញុំដាក់វា2.5ហើយកន្លែង detail នេះក៏ដាក់ឲ្យទូចដែរអូខេចូលស្រេចទៅលើ line យើងដដែលអញ្ចឹងមកអញ្ចឹងកន្លែងនេះខ្ញុំដាក់ប្រហែលជាត្រឹម480នេះមកបានហើយអានេះខ្ញុំដាក់ត្រឹម700មក750អញ្ចឹងទៅអូខេយើងដាក់តិចបានហើយអញ្ចឹងយើងទាញទៅមកឲ្យវានៅក្រោយប្រដាករបស់យើងណាអូខេតមកទៀតយើង copy វាមួយទៀតមកអញ្ចឹងអានេះយើងដាក់ fill វិញណាអានេះខ្ញុំដាក់ fill ប្រដាកអញ្ចឹងអានេះខ្ញុំដាក់វា fill pro អញ្ចឹងអានេះខ្ញុំដូរកតុយវាបន្តិចមកអូខេអញ្ចឹងអានេះយើងទាញមកខាងមុខវិញមកអូខេអញ្ចឹងអានេះខ្ញុំដាក់វា power ដាក់10អូខេហើយយើង detail អានេះខ្ញុំដាក់វា200មកអានេះ1000មក1600ចុះអូខេដាក់អីវែងនេះមកអូខេអត់អីប៉ុណ្ណឹងអូខេយើងខិតតិចមកណាអ្នកទាំងអស់គ្នាអូខេអញ្ចឹង
យើងអានេះយើងពីតែយើងវាយមករៀង share តិចទៀតខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាអំពី tag អូខេកុំភ្លេច save មួយផងអញ្ចឹងខ្ញុំ copy វាមួយទៀតមកអូខេ copy មួយទៀតចឹងអានេះខ្ញុំដាក់វាfill logo អូខេចឹងខ្ញុំដាក់លេខ9កុំឲ្យខុសពីគេតិចមកអញ្ចឹងកន្លែង power អានេះខ្ញុំដាក់មក20ហើយកន្លែង detail អានេះខ្ញុំដាក់វា1000មកហើយកន្លែងនេះខ្ញុំដាក់វា2000មកអញ្ចឹងយើងទាញវាមកខាងនេះមកអូខេឲ្យខិតលើតិចមកណាអូខេអញ្ចឹងឥឡូវយើងមើលទៅឃើញឆេះបណ្ដាញរបស់យើងតែយើងនឹងបន្ថយវាបានជាមួយនឹងការប្រើ tag របស់យើងអូខេអញ្ចឹងខ្ញុំចុច save មួយទៀតសិនមកអ្នកទាំងអស់គ្នាអញ្ចឹងចំពោះវីដេអូរបស់យើងមានតែប៉ុណ្្នឹងទេយើងនឹងជួបគ្នាវីដេអូបន្តទៀតនៅមេរៀនក្រោយ